ហេសួស្តីអ្នកទាំងអស់គ្នាខ្ញុំណាក់ពេលនេះយើងមកតាមដានសាច់រឿងព្រលឹងអ្នករាជជាបន្តទៀតនៅក្នុងអេពីសូតទី2នេះសាច់រឿងបានចាប់ផ្ដើមឡើងនៅក្នុងជំរំភៀសខ្លួនរបស់ក្រុមកុលសម្ព័ន្ធនាគសមុទ្រខាងកើតនៅទីនោះយើងឃើញមានអូននាគម្នាក់ឈ្មោះអាវលីងនាងគឺជាកូនស្រីស្ដេចនាគសមុទ្រខាងត្បូងទោះបីជាឪពុករបស់នាងជាអ្នកបង្កសង្គ្រាមមែនតែនាងនៅតែមានចិត្តល្អនិងមកជួយឲ្យជីងរបស់យើងខណៈពេលនោះឲ្យជីងរបស់យើងក៏បានត្រឡប់មកវិញពេលនោះអូនអាវពីងបានឆ្ងល់ថាហេតុអ្វីបានជាកូនស្រីស្ដេចនាគសមុទ្រខាងត្បូងមកជួយកុលសម្ព័ន្ធនាគសមុទ្រខាងកើតបែបនេះហើយឲ្យជីងរបស់យើងក៏បានប្រាប់ថាដោយសារតែមាននាងជួយនឹងហើយទើបថ្ងៃមុនខ្ញុំអាចនៅមានជីវិតរស់បានមើលទៅវាសនារបស់អាវជីងយើងមិនខុសពីខ្សែជីវិតរបស់ប្រូយៀនទេសាច់រឿងទើបតែចេញបានពីរភាគសោះមានកញ្ញាពីរនាក់ដើរតាមបាត់ទៅហើយចាំមើលតទៅមុខទៀតថាតើសបោដូចប្រូយៀនដែរឬទេមួយទៀតខ្ញុំចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំសូមហៅឈ្មោះកញ្ញានាគស្រីដោយបន្ថែមពាក្យនៅខាងចុងឧទាហរណ៍ដូចជា Ling ឬក៏ Ping ព្រោះវាងាយស្រួលហៅមិនច្រឡំគ្នាហើយក៏ពីរោះផងដែរសាច់រឿងបានកាត់ទៅដល់ពេលយប់ក្រោមពន្លឺព្រះច័ន្ទនៅទីនោះយើងឃើញអាវជីងនិងលីងកំពុងតែពិភាក្សាគ្នាអាវជីងបានចាក់តែមួយពេញហើយទៅឲ្យលីងហើយនិយាយថាពុករបស់នាងបានទៅធ្វើសង្គ្រាមជាមួយកងសម្ព័ន្ធនាគសមុទ្រខាងលិចពួកគាត់បានកាប់សម្លាប់និងចាប់ខ្លួនបានមនុស្សនាគជាច្រើនគាត់ធ្វើបែបនេះហាក់ដូចជាមិនខ្វល់ពីអនាគតនៃពូជពងនាគតទៅសោះលីងតបថាគាត់មិនមានឪពុកដែលខុសខើបែបនេះទេមើលទៅនាងហាក់បីដូចជាកាត់ការឪពុករបស់នាងចោលបាត់ទៅហើយបន្ទាប់មកអាវជីងរបស់យើងបានសួរបន្ថែមថាតើនាងមានចិត្តលួចស្រឡាញ់អាវស៊ូអត់សំណួរនេះក៏បានធ្វើឲ្យនាងឆ្លក់តែផងដែរហើយក៏បានបដិសេធភ្លាមៗថាមិនអាចទៅរួចទេបន្ទាប់មកអាវជីងរបស់យើងក៏បាននិយាយថាកាលពីមុនពេលដែលគាត់ឃើញគេធ្វើទរណកម្មអាវស៊ូគាត់ក៏មានចិត្តចង់ជួយសង្គ្រោះដែរគ្រាន់តែគាត់មិនហ៊ានវាបានធ្វើឲ្យគាត់មានវិប្បដិសារីរហូតមកដល់សពថ្ងៃនេះហើយក៏អរគុណនាងដែរដែលពេលនោះនាងមិនស្ទាក់ស្ទើរក្នុងការជួយសង្គ្រោះអាវស៊ូបន្ទាប់មកគាត់បានឲ្យរោមបាក់សីមួយទៅកាន់លីងគាត់និយាយថាបើសិនជានៅក្នុងសមរភូមិគាត់មានរឿងអ្វីកើតឡើងសូមនាងយករោមបាក់សីនេះបកគោលឲ្យអាវស៊ូដើម្បីឲ្យគេបានក្លាយជាតកូលរបស់ខ្ញុំនិងអាចស្នងតំណែងដឹកនាំកុលសម្ព័ន្ធនាគបន្តពីខ្ញុំទោះបីជាគេមានចំណុចខ្វះខាតជាច្រើនក៏ដោយខណៈពេលនោះមានទាហានម្នាក់បានផ្លុំត្រែផ្ដល់សញ្ញាថាមានសត្រូវវាយប្រហាររីឯលីងនិងអាវជីងក៏បានឮផងដែរនៅក្នុងជំរំពេលនោះពីងបានដឹកនាំគ្នាប្រយុទ្ធជាមួយសត្រូវឈ្លានពានបើយើងមើលទៅសត្រូវរបស់ពួកគេមានធំខ្លាំងណាស់ពេលនោះពីងបានហក់ទៅប្រយុទ្ធឆ្វាច់ចុះឆ្វាច់ឡើងមានឱកាសនាងក៏បានចាក់មនុស្សយក្សដ៏ធំនោះមួយដាវបន្ទាប់មកនាងបានភ្ចូលថាមពលតកកដែលធ្វើឲ្យវាកកស្លាប់ភ្លាមខណៈពេលដែលអូនពីងភ្លេចខ្លួនពេលនោះស្រាប់តែមានសត្រូវរបស់នាងម្នាក់ចេញមកវាយប្រហារតែក៏ជាសំណាងល្អដែរព្រោះពេលនោះឲ្យជីងរបស់យើងចេញមកជួយទាន់ពេលសូមបញ្ជាក់ថាសត្រូវដែលមកឈ្លានពាននេះគឺជាក្រុមសមោលពួកគេមកវាយប្រហារដើម្បីស្វែងរកព្រលឹងនាគរាជមាសក៏ដូចជាតាមចាប់ខ្លួនក្រុមកុលសម្ព័ន្ធនាគសមុទ្រខាងកើតដែលរត់មកដល់ទីនេះផងដែរពេលនោះឲ្យជីងរបស់យើងបានហក់ទៅវាយប្រហារប៉ែកមួយនោះឆ្វាច់ចុះឆ្វាច់ឡើងលេចកើតជើងត្បូងមានឱកាសគាត់ក៏បានប្រើស្នីតស្ដេចនាគបំផ្ទុះវាយប្រហារមួយទំហឹងទៅលើប៉ែកមួយនោះដែលធ្វើឲ្យវាងាប់ភ្លាមតែមិនទាន់បញ្ចប់នៅឡើយទេព្រោះពេលនោះគ្នារបស់ក្រុមសមោលបានសម្រុកមកបន្ថែមទៀតពួកគេបាននាំគ្នាប្រយុទ្ធចុះប្រយុទ្ធឡើងហើយស្របពេលដែលឲ្យជីងរបស់យើងកំពុងតែប្រយុទ្ធភ្លេចខ្លួនពេលនោះស្រាប់តែមានអូនមែវម្នាក់បានប្រែកាឡាទៅជាពីងលួចចាក់ឲ្យជីងរបស់យើងពីខាងក្រោយបន្ទាប់មកគ្នារបស់អូនមែវក៏បន្តការវាយប្រហារទៅលើឲ្យជីងបន្តទៀតរីឯអូនមែវក៏មិនឈរមើលដែរពេលនោះនាងបានហក់ទៅវាយប្រហារឲ្យជីងរបស់យើងរហូតដល់ខ្វាក់ភ្នែកទាំងសងខាងអង្គរៈរបស់ឲ្យជីងបានឃើញក៏ហក់មកជួយតែក៏ត្រូវបានអូនមែវហក់ទៅចាត់ការគាត់ស្លាប់បាត់ទៅពីងឃើញដូច្នេះក៏ហក់មកការពារឲ្យជីងរបស់យើងម្ដងតែដោយសារមើលទៅស្ថានភាពមិនសូវល្អនាងបាននាំឲ្យជីងរបស់យើងtelephoneរត់គេចចេញពីទីនោះបាត់ទៅរីឯលីងនិងគ្នាដែលនៅសល់ត្រូវបានគេចាប់បានទាំងអស់ពួកនាងនិងគ្នាត្រូវបានគេចាប់ដាក់ឃុំក្នុងទ្រុងព្រមទាំងកាត់ស្នែងទាំងសងខាងផងដែរសូមបញ្ជាក់ថាពួកកុលសម្ព័ន្ធនាគទាំងអស់នេះបើពួកគេមិនមានស្នែងឬក៏ស្នែងពួកគេត្រូវបានអ្នកណាម្នាក់កាត់នោះពួកគេមិនអាចស្នងតំណែងបន្តពីព្រលឹងនាគរាជបានទេខណៈពេលដែលលីងកំពុងតែអង្គុយអស់សង្ឃឹមនៅក្នុងទ្រុងពេលនោះស្រាប់តែមាននារីម្នាក់បានហៅឈ្មោះនាងថាប្អូនស្រីលីងតែលីងរបស់យើងហាក់ដូចជាមិនចាំថានាងជាអ្នកណាទេនារីម្នាក់នោះបានប្រាប់ថានាងឈ្មោះយីវ៉ាន់ឈីនាងធ្លាប់មើលថែលីងរបស់យើងមួយរយៈទៀតផងហេតុអ្វីបានជាលីងរបស់យើងឆាប់ភ្លេចនាងបែបនេះពេលនោះលីងហាក់ដូចជាមានការភ័យខ្លាចបន្តិចផងដែរព្រោះវ៉ាន់ឈីគឺជាបាក់សីម្យ៉ាងដែលជាសត្រូវពីធម្មជាតិរបស់សត្វនាគពេលនោះវ៉ាន់ឈីប្រាប់ថាកុំខ្លាចនាងអីព្រោះនាងមិនស៊ីនាគទេនាងមកទីនេះគឺដើម្បីយកវត្ថុនេះឲ្យលីងរបស់យើងវត្ថុនេះគឺមានសមត្ថភាពអាចស្ដារធម៌ពលនាគរបស់លីងឡើងមកវិញបានហើយលីងក៏បានទទួលយកនិងអរគុណបងស្រីវ៉ាន់ឈីផងដែរនៅពេលដែលវ៉ាន់ឈីបំរុងនឹងត្រឡប់ទៅវិញលីងបានប្រាប់បងស្រីវ៉ាន់ឈីឲ្យយករបស់នេះឲ្យអាវស៊ូផងវាគឺជាស្លាតំណាងឲ្យការស្នងតំណែងរបស់អាវជីងមានវត្ថុនេះអាវស៊ូអាចស្នងតំណែងជាស្ដេចនាគនិងដឹកនាំកុលសម្ព័ន្ធនាគសមុទ្រខាងកើតបន្តពេលនោះគ្នារបស់លីងបានបដិសេធនឹងការសម្រេចចិត្តរបស់លីងពួកគេនិយាយថាអាវស៊ូមិនស័ក្តិសមទទួលតំណែងនេះទេពីមុនគាត់បានសម្លាប់ជីវិតរាប់មិនអស់រហូតបានប្រែក្លាយទៅជាសេះឲ្យທາງសាងចាំងជាទៅទិសខាងលិចសូមបញ្ជាក់ថាທາງសាងចាំងគឺជាທາງជេងនឹងឯងពេលនោះលីងបញ្យល់ប្រាប់ពួកគេថាអាវស៊ូបានធ្វើដំណើរជាមួយທາງជេងទៅចម្លងធននៅទិសខាងលិចគាត់បានឆ្លងកាត់នៅឧបសគ្គរាប់មិនអស់គាត់ច្បាស់ជាដឹងកំហុសនិងអភិវឌ្ឍខ្លួនមិនដូចពីមុនទេពេលនេះខ្ញុំជឿជាក់លើគាត់ថាអាចដឹកនាំកុលសម្ព័ន្ធនាគបានហើយក៏ងក់ក្បាលផ្ដល់សញ្ញាឲ្យវ៉ាងឈីយកវត្ថុនោះទៅឲ្យអាវស៊ូទៅ
កាត់មកដល់ទីតាំងមួយនៅទីនោះយើងឃើញមានបារម្ភម្នាក់កំពុងយល់សពឃើញនាគមាសមួយក្បាលបន្ទាប់មកគាត់ហាក់បីដូចជាធ្លាក់ចុះហើយគាត់ក៏បានឃើញនាគពណ៌ខ្មៅមួយក្បាលទៀតផងដែរតែអាចដែរទេព្រលឹងនាគរាជទាំងពីរកំពុងតែជ្រើសរើសគាត់ស្នងតំណែងបន្តបន្ទាប់មកគាត់ក៏បានភ្ញាក់ហើយស្រែកភ័យខ្លាចជាខ្លាំងគាត់មានឈ្មោះថាអាវស៊ូបើយើងមើលទៅគាត់មានដៃតែម្ខាងទេមិនដឹងថាពីមុនគាត់បានជួបបញ្ហាអីខ្លះទេទើបគាត់ដាច់ដៃបែបនេះខណៈពេលនោះវ៉ាងឈីក៏បានមកដល់ហើយឃើញអាវស៊ូក្នុងសភាពភ័យខ្លាចបែបនេះនាងបានសើចចំអកនិងដៀលអាវស៊ូថាពិតជាធ្វើឲ្យកូនសម្ព័ន្ធនេះអាប់អោនកេរ្តិ៍ឈ្មោះមែនពេលឃើញអាវស៊ូងាកមុខចេញមកនិយាយរកនាងក៏បាននិយាយថាតើនេះជាទង្វើដែលឯងធ្វើដាក់អ្នកមានគុណរបស់ឯងមែនទេដល់ពេលនោះខ្ញុំមិនជួយឯងប្រហែលជាឯងស្លាប់បាត់ហើយពេលនោះអាវស៊ូរបស់យើងក៏បានប្រកែកថាទោះបីជានាងមិនជួយខ្ញុំក៏ខ្ញុំអាចសម្លាប់បិសាចនោះបានដែរពេលនោះវ៉ាងឈីបានចូលមកជិតអាវស៊ូរបស់យើងនាងបាននិយាយថាតើឯងគិតថាខ្លួនឯងជាអ្នកដ៏អស្ចារ្យមែនទេពីមុនឯងបានធ្វើជាសេះឲ្យທາງជេងជីទៅចម្លងធัวវាបានធ្វើឲ្យកូនសម្ព័ន្ធនេះអាម៉ាស់មុខណាស់ទៅហើយអាវស៊ូរបស់យើងបានតបថាវាមិនមែនជារឿងអាម៉ាស់នោះទេបន្ទាប់មកវ៉ាងឈីនិយាយថាឥឡូវនេះដល់ពេលដែលឯងត្រូវស្ដារមុខមាត់ឲ្យកូនសម្ព័ន្ធនាគវិញហើយព្រោះពេលនេះកូនសម្ព័ន្ធនាគកំពុងតែជួបបញ្ហាដ៏ធំចាត់តាំងពីស្ដេចនាគសមុទ្រខាងត្បូងបានចូលដៃជាមួយស្ដេចស្រមោលពួកគេបានកាប់សម្លាប់កូនសម្ព័ន្ធនាគនិងធ្វើឃាតស្ដេចនាគសមុទ្រខាងកើតចំណែកអ្នកដែលនៅសល់ត្រូវបានគេចាប់ឃុំឃាំងនិងកាត់ស្នែងទៀតផងពេលនោះអាវស៊ូរបស់យើងបានបដិសេធព្រោះគាត់មិនខ្វល់ពីការស្លាប់រស់របស់កូនសម្ព័ន្ធនាគនោះទេប្រហែលជាពីមុនគេបណ្ដេញគាត់ចេញពីកូនសម្ព័ន្ធនាគហើយមើលទៅបានជាពេលនេះគាត់មិនខ្វល់ពីកូនសម្ព័ន្ធនាគបែបនេះពេលនោះវ៉ាងឈីបានតបថាយ៉ាងណាក៏ឯងមានសាច់ឈាមជានាគដូចគ្នាដែរហេតុអ្វីបានជាឯងចិត្តដាច់បែបនេះអាវស៊ូក៏បានតបវិញភ្លាមៗថាជននាងគឺជាសត្វបក្សីដែលជាសត្រូវពីធម្មជាតិនៃកូនសម្ព័ន្ធនាគតើនាងចង់ជួយស្រោចស្រង់កូនសម្ព័ន្ធនាគស្អីដែរសម្ដីនេះបានធ្វើឲ្យនាងអន់ចិត្តហើយនិយាយថាមើលទៅលីងអឺពិតជាគិតខុសហើយដែលជឿជាក់លើឯងបែបនេះគ្រាន់តែលើឈ្មោះលីងអឺភ្លាមអាវស៊ូរបស់យើងក៏បានយល់ព្រមផ្លែតព្រោះពីមុនលីងអឺធ្លាប់បន្ថយជីវិតដើម្បីជួយសង្គ្រោះគាត់អញ្ចឹងពេលនេះគាត់ត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយសង្គ្រោះនាងវិញបន្ទាប់ពីពួកគេទាំងពីរបាននិយាយត្រូវងើគ្នាហើយពេលនោះវ៉ាងឈីបានបញ្ចេញទម្រង់ពិតនៃអំបូរបាក់សីរបស់នាងបើយើងមើលទៅរូបរាងរបស់នាងឃើញស្រស់ស្អាតដូចជាទេពធីតាមែនតែតាមការពិតអំបូររបស់នាងគឺជាអំបូរគ្រុឌនោះទេបន្ទាប់មកនាងបានឲ្យអាវុធវេទមន្តមួយទៅកាន់អាវស៊ូដើម្បីទប់ប្រយុទ្ធជាមួយសត្រូវហើយសាច់រឿងរបស់យើងក៏កាត់មកដល់កន្លែងដែលគេឃុំឃាំងលីងអឺនិងគ្នានៅពេលដែលពួកគេកំពុងតែជំលៀសពួកនាងអាមួយសាអ៊ូតស្រោងក៏បានលួចមើលពួកនាងផងដែរបើមើលទៅទឹកមុខវាហាក់ដូចជាមានផែនការអីអាក្រក់ទៀតហើយដោយការសង្ស័យមែនពេលយប់ឡើងវាក៏បានចូលទៅក្នុងបន្ទប់ឃុំឃាំងរបស់លីងអឺពេលនោះវាបានយកដៃប្រុសព្រានរបស់វាទៅស្ទាបបង្អែតលីងអឺរហូតដល់នាងភ្ញាក់ដឹងខ្លួនផងដែរវាប្រាប់ថាឲ្យតែលីងអឺរបស់យើងព្រមរៀបការជាមួយវានឹងជួយនាងឲ្យចាកចេញពីទីនេះតែលីងអឺរបស់យើងមិនព្រមទេហើយក៏បានរុញវាចេញនាងនិយាយថាពីមុននាងគ្រាន់តែមិនចូលចិត្តវាតែពេលនេះគឺនាងស្អប់វាដល់ឆ្អឹងតែម្ដងបន្ទាប់មកវាក៏បានប្រើអំពើហិង្សាទៅលើលីងអឺនិងចាប់ហែកអាវដើម្បីរំលោភផងដែរតែក៏ជាសំណាងល្អដែរព្រោះពេលនោះអាស៊ូរបស់យើងក៏បានមកជួយទាន់ពេលគាត់បានហត់ធាក់វាមួយជើងចំកណ្ដាលមុខខ្ទប់នឹងជញ្ជាំងហើយគាត់ក៏បានជន់ក្បាលវាជន់យករហូតដល់វាងាប់ផងដែរបន្ទាប់មកគាត់ក៏បានដើរមកនិយាយជាមួយលីងអឺហើយបន្ទាប់ពីគាត់បានឃើញអាវរបស់លីងអឺលហើយគាត់បាននិយាយថាខ្ញុំចង់ឃើញយូរហើយសំប៉ះតិចមកទាំងអស់គ្នាមើលតដៃទៅដឹងហើយពេលនោះលីងអឺបានស្ទុះទៅអោបអាវស៊ូរបស់យើងដែលធ្វើគាត់មានការរឹងខ្លួនជាខ្លាំងបន្ទាប់មកអាវស៊ូរបស់យើងបានបបួលលីងអឺចាក់ចេញពីទីនេះតែលីងអឺនិយាយថាទីនេះគឺជាកុលសម្ព័ន្ធនាគសមុទ្រខាងកើតវាគឺជាផ្ទះរបស់ពួកយើងតែចង់រត់ទៅណាទៀតអាស៊ូរបស់យើងបានតបថានៅទីនេះពោពេញទៅដោយកងទ័ពស្រមោលបើពួកយើងនៅទីនេះមិនខុសអីពីការរងចាំការស្លាប់នោះទេតែលីងអឺប្រាប់ថាអាវស៊ូគឺជាពូជពងនាគតែម្នាក់គត់ដែលអាចដឹកនាំកងសម្ព័ន្ធបានពួកយើងគូតែទៅរំដោះកងទ័ពនាគទាំងអស់ដើម្បីមកប្រយុទ្ធទាំងអស់គ្នាពេលនោះវ៉ាងឈីក៏បានមកដល់នាងនិយាយថាកងទ័ពសត្រូវនៅខាងក្រៅនាងចាត់ចែងរួចអស់ហើយឥឡូវនេះពួកយើងអាចទៅរំដោះកងទ័ពនាគទាំងអស់បានដោយងាយព្រោះលោកតាគូឡុងក៏មកជួយពួកយើងផងដែរលើដូចនេះអាស៊ូរបស់យើងក៏បានគិតថាបើបីសាច់នាគកញ្ចាស់គូឡុងមកជួយនោះច្បាស់ណាស់ពួកយើងនឹងទទួលបានជ័យជំនះហើយខ្ញុំនឹងក្លាយជាអ្នកដឹកនាំកងសម្ព័ន្ធនាគសមុទ្រខាងកើតពេលនោះស្រីៗទាំងអស់រួមទាំងលីងអឺនឹងក្លាយជារបស់ខ្ញុំតែម្នាក់គត់កន្លែងតែស្មៃសោយម្នាក់ឯងភ្លេចខ្លួនពេលនោះលីងអឺរបស់យើងបានដាក់ក្បាលម្ដាយផ្លាប់បន្ទាប់មកគាត់និយាយថាគាត់នឹងដឹកនាំគ្នាប្រយុទ្ធដើម្បីកងសម្ព័ន្ធនាគហើយសាច់រឿងរបស់យើងក៏បានកាត់មកដល់កន្លែងមួយនៅទីនោះយើងឃើញកងទ័ពស្រមោលកំពុងតែធ្វើទរណកម្មនិងស៊ូចម្លើយកងទ័ពនាគដែលពួកគេចាប់បានតែបើយើងមើលទៅកងទ័ពនាគទាំងអស់នោះទោះបីជាពួកគេត្រូវស្លាប់ក៏ពួកគេមិនឆ្លើយដែរពេលនោះមេបញ្ជាការក្រុមស្រមោលម្នាក់បានខឹងយ៉ាងខ្លាំងវាបានស្រូបយកលំពែងជាច្រើនពីកូនចៅរបស់វាបំរុងនឹងវាយប្រហារទៅលើពួកគេតែពេលនោះអាស៊ូរបស់យើងក៏បានមកជួយទាន់ពេលគាត់បានប្រាយចំហាយរន្ទះពណ៌ក្រហមរបស់គាត់បាញ់កំទេចលំពែងទាំងអស់នោះខ្ទេចអស់គ្មានសល់បន្ទាប់មកគាត់បានចាត់ការពួកអាចកចាមដែលជាកូនចៅរបស់ក្រុមស្រមោលងាប់អស់មួយចំនួនផងដែរគាត់បាននិយាយថាក្រុមស្រមោលអីកាកខ្លាំងម្ល៉េះពេលនោះមេវិជាការរបស់ក្រុមស្រមោលម្នាក់បានចេញមកនិយាយឌឺដងជាមួយអាវស៊ូរបស់យើងបន្ទាប់ពីពួកគេទាំងពីរបាននិយាយឌឺដងផ្លែផ្កាឲ្យគ្នារួចរាល់អាប៉ែដែលជាមេវិជាការក្រុមស្រមោលបានបញ្ចេញក្បាច់ស្រោអាវុធពីកូនចៅរបស់វាដដែលម្ដងទៀតពួកអ្នកទី3ឃើញដូច្នេះបានស្រែកប្រាប់ថាឲ្យប្រយ័ត្នតែអាវស៊ូរបស់យើងហាក់ដូចជាមិនភ័យអ្វីទេពេលនោះគាត់បានចូលទៅចិត្តហើយទះកំភ្លៀងវាម្ដាយបែកឈាមខ្ចាយហើយសាច់រឿងអេពីសូតទី2របស់យើងក៏ស្រេះតែត្រឹមនេះឯងអធិស្ឋានបើសិនជាមានកំហុសខុសឆ្គងហើយខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយ